ស្ដីông Vu mìnhទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅប្រដាថ្ងៃបុណ្យចូលឆ្នាំថ្ងៃចុងក្រោយឥឡូវនេះខ្ទង់ម៉ោង 1 អត់ទាន់មានមនុស្សលេងទេប៉ុន្តែតិចតិចមនុស្សលេងច្រើនណាស់សារមកលេងច្រើនទៅតែដល់ស៊ីនេះមកជាបាញ់នេះមើលខ្ញុំទៅខេត្តទៀតទៅវិញនេះខ្ញុំទៅថតទស្សនវិជ្ជាទៅប្រដាញ៉ាំច្រើនទៅវារៀងខ្យល់ទេតែខ្ញុំជិះម៉ូតូយើងជិះឡានទៅយើងស្រួលថតមកវិញហើយឡានចាប់ដើមស្ទះបដាហើយតាមផ្លូវនៅច្រើនទេតែនេះទៅអ្នកលេងអីចឹងមកវិញយើងរកកន្លែងជិះទៅថាផ្លូវមនុស្សមកទិញអីញ៉ាំមានជ្រូកអាំងមានអីចឹងមកវិញបដាច្រើនមែនទែនដល់ស្ទះតិចតិចហើយខ្ទង់ម៉ោង 1 ម៉ោង 2 ម៉ោង 3 គឺគេចាប់ដើមលេងទឹកលេងអីចឹងណាហើយសមអីក៏មនុស្សច្រើនដែរមនុស្សច្រើនខ្លាំងហើយនេះខ្ញុំថតភ្លាមផកភ្លាមមកមិញទស្សនាមើលមកខ្ញុំជិលកាត់ជាប្លុកវែងជាងមើលខែចូលឆ្នាំមកពុំមានជួយ follow subscribe នេះមួយផងដើម្បីបានវីដេអូពីខ្ញុំថ្មីអមមិញស្ទះមែនតើអមមិញស្ទះសារគេឈប់ទិញញ៉ាំអីចឹងអមមិញមើលឡើងណែនមនុស្សច្រើនមនុស្សច្រើនខ្លាំងហ្នឹងមិញនេះគឺជាកន្លែងគេលក់អីហ្នឹងអានេះដាច់តែខែចូលឆ្នាំអ្នកទេប្រជាជនគាត់រកបានពេលខែអត់សូវបុណ្យទានក៏អត់សូវដាច់ដែររៀងស្ងាត់តែឡើងលក់ស្ករត្នោតលក់អីចឹងគឺយើងមកលើស៊ីមរៀបយើងអត់បានមកលេងបណ្ណាគឺចប់ហើយគឺស្បូអីញ៉ាំច្រើនជាងគេមានតែបណ្ណាហ្នឹងឯងពុំគឺច្រើននេះកន្លែងរំស្គរដៃអូយស្ទះខ្លាំងមែនទេមកវិញចង់10 នាទីឥឡូវហើយមនុស្សមកលេងច្រើនមែនទេនៅភូមិបដាហ្នឹងគឺគេលក់អីច្រើនណាស់មកវិញមកមួយឆ្នាំណាពុកវិញវាធ្វើស្អាតជាងមុននេះតបតែង